ល្បិចកលយុទ្ធសាស្ត្ររុញទូកបណ្ដោយទឹករបស់ថៃបានលេចចេញជារូបរាងបណ្ដើរហើយថៃគេបានព្យាយាមប្រើប្រាស់រដ្ឋមន្ត្រីនានាសូម្បីតែរដ្ឋមន្ត្រីក្រសួងការបរទេសឥឡូវនេះចូលម្នាក់មួយទៀតហើយសុទ្ធតែបានធ្វើការលើកឡើងស្រដៀងគ្នានៅតែអះអាងថា UN Clause គ្មានប្រសិទ្ធភាពអ្វីដល់ដំណើរការវិវាទព្រំដែនសមុទ្រនិងតំបន់ត្រួតស៊ីគ្នានោះទេចាំមើលថាតើគេអះអាងអ្វីខ្លះវានៅតែមានគោលចិត្តដើម្បីចង់បាន OCA តំបន់ត្រួតស៊ីគ្នាជាពិសេសគឺធនធានបាតសមុទ្ររ៉ែនិងប្រេងកាតផ្ទាល់តែម្ដងតាមដានទស្សនាឲ្យបានដល់ចប់ជាមួយខ្ញុំថាតើថៃបាននឹងកំពុងលិចកន្ទុយអ្វីនៅក្នុងសន្តានជាចោររបស់ពួកគេធ្វើការ like comment share ទៅកាន់បណ្ដាញសង្គមឲ្យបានគ្រប់គ្នាចាត់ទុកថាជាការចែកព័ត៌មានទៅដល់បងប្អូនប្រជាជនកម្ពុជាឲ្យបានដឹងអំពីទង្វើនិងផែនការរបស់ពួកគេនារសៀលថ្ងៃច័ន្ទទី17ខែសីហាឆ្នាំ2026នេះលោកស្រីចៃថៃឧបការនីតកាសេតអ្នកនាំពាក្យក្រសួងការបរទេសថៃបានចេញមុខប្រកាសអំពីជំហរផ្លូវការរបស់រដ្ឋាភិបាលថៃជំវិញដំណើរការនៃការដោះស្រាយវិវាទព្រំដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃក្រោមអនុសញ្ញាសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រ UN Clause ឆ្នាំ1982ដោយបានអះអាងយ៉ាងច្បាស់ថានីតិវិធីផ្សះផ្សាដោយបង្ខំក្រោមច្បាប់នេះមិនមែនជានីតិវិធីផ្លូវច្បាប់ដែលមានអំណាចចាប់បង្ខំលើប្រទេសថៃឲ្យត្រូវតែដើរតាមនោះឡើយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai News Agency លោកស្រីមួយរូបនេះបានគូសបញ្ជាក់បន្ថែមថានីតិផ្សះផ្សាដោយចាប់បង្ខំនេះមិនមែនជាការដោះស្រាយវិវាទនៅចំពោះមុខតុលាការដែលនឹងត្រូវចេញសាលក្រមឬក៏សាលដីកាមានតម្លៃគតិយុត្តផ្លូវច្បាប់មកបង្ខិតបង្ខំឲ្យភាគីថៃអនុវត្តតាមនោះទេពលគឺលទ្ធផលដែលចេញពីគណៈកម្មាធិការផ្សះផ្សានេះគឺគ្រាន់តែជាអនុសាសន៍សម្រាប់ភាគីទាំងពីរយកទៅពិចារណាតែប៉ុណ្ណោះការចេញមុខប្រកាសអំពីសំណាក់អ្នកនាំពាក្យរូបនេះធ្វើឡើងភ្លាមបន្ទាប់ពីកម្ពុជាបានសម្រេចចិត្តប្រើប្រាស់យន្តការច្បាប់អន្តរជាតិដើម្បីស្វែងរកយុត្តិធម៌និងភាពស្មើមុខគ្នានៅក្នុងការបញ្ចប់វិវាទដែនសមុទ្រដែលបានអូសបន្លាយពេលយ៉ាងយូររវាងប្រទេសជិតខាងទាំងពីរការលើកឡើងរបស់ភាគីថៃនាពេលបច្ចុប្បន្ននេះគឺជាការព្យាយាមបន្ថយទម្ងន់គតិយុត្តនិងកាត់បន្ថយសម្ពាធអន្តរជាតិដែលកំពុងតែធ្លាក់មកលើខ្លួនឯងខណៈដែលសមរភូមិច្បាប់អន្តរជាតិនៅតុលាការក្រុងឡាអេបាននឹងកំពុងតែចាប់ផ្ដើមដំណើរការជាផ្លូវការហើយនោះគួររំលឹកផងដែរថាកាលពីថ្ងៃទី14ខែសីហាឆ្នាំ2026តុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងឡាអេប្រទេសហូឡង់បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយស្តីអំពីការបង្កើតគណៈកម្មការផ្សះផ្សារវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសថៃក្រោមឧបសម្ព័ន្ធទី5នៃអនុសញ្ញា UN Clause នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ PCA គូសបញ្ជាក់ថាកាលពីថ្ងៃទី13ខែសីហាឆ្នាំ2026សមាជិកគណៈកម្មការដែលត្រូវបានជ្រើសតាំងដោយភាគីទាំងពីររួមមានលោកអគ្គរដ្ឋទូត Peter Tasso Jansen មកពីប្រទេសដាណឺម៉ាកសាស្ត្រាចារ្យជា Mark Tovinen មកពីប្រទេសបារាំងនិងចៅក្រម Albert Hofmann មកពីប្រទេសអាហ្វ្រិកខាងត្បូងព្រមទាំងចៅក្រម Rudiger Wovrum មកពីប្រទេសអាល្លឺម៉ង់បានសម្រេចពិភាក្សានិងតែងតាំងលោកស្រី Katrina Cooper អគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីឲ្យធ្វើជាប្រធានគណៈកម្មការផ្សះផ្សាជាផ្លូវការបង្កើតគណៈកម្មការនេះឡើងគឺឆ្លុះបញ្ចាំងឲ្យឃើញអំពីការចាប់ផ្ដើមជាផ្លូវការនៃដំណើរការសម្របសម្រួលនិងដោះស្រាយវិវាទដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរនៅលើឆាកអន្តរជាតិហើយមួយទៀតយោងតាមឯកសារផ្លូវការរបស់ PCA ដំណើរការផ្សះផ្សាអន្តរជាតិនេះត្រូវបានចាប់ផ្ដើមឡើងដោយភាគីកម្ពុជាចាប់តាំងពីថ្ងៃទី2ខែមិថុនាឆ្នាំ2026តាមរយៈការផ្ញើលិខិតជូនដំណឹងស្តីអំពីការចាប់ផ្ដើមនីតិផ្សះផ្សាស្របតាមមាត្រា11នៃឧបសម្ព័ន្ធទី5និងមាត្រា298នៃអនុសញ្ញា UN Clause ផ្ញើជូនទៅកាន់ប្រទេសថៃការឆ្លើយតបនៅថ្ងៃទី19ខែមិថុនាឆ្នាំ2026ប្រទេសថៃបានដាក់លិខិតឆ្លើយតបរបស់ខ្លួនមកវិញរួចជាស្រេចនៅក្នុងដំណើរការក្តីអន្តរជាតិនេះកម្ពុជាតែងតាំងឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឲ្យធ្វើជាតំណាងពេញសមាជិកភាពនិងឯកឧត្តមឡាំជារដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែនជាអនុតំណាងចំណែកឯភាគីថៃឯណោះវិញបានតែងតាំងលោកស៊ីអាសាក់ពងកេតកៅឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃជាតំណាងនិងលោកសុងឆៃផាតិយុទ្ធអគ្គរដ្ឋទូតថៃប្រចាំប្រទេសគុយវ៉ែតជាអនុតំណាងដោយមានស្ថាប័ន PCA ធ្វើជាអគ្គលេខាធិការដ្ឋាននៃដំណើរការក្តីនេះទោះជាយ៉ាងណាក៏ដោយឆ្លើយតបទៅនឹងការតែងតាំង
ងប្រធានគណៈកម្មការសម្របសម្រួលអន្តរជាតិលោកស៊ីហាសៈភូមិគិតកែវឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃបានផ្ដល់បទសម្ភាសន៍ឲ្យសារព័ត៌មាន The Standard កាលពីថ្ងៃសៅរ៍ទី15ខែសីហាឆ្នាំ2026ថាប្រទេសថៃមិនមានការភ័យខ្លាចចំពោះការឈានជើងចូលដល់យន្តការ UNCLOS នោះឡើយលោកបានសង្កត់ធ្ងន់ថាប្រទេសថៃនៅតែប្រកាន់ខ្ជាប់នៅគោលជំហរដ៏រឹងមាំដោយផ្ដោតទៅលើខណ្ឌសីមាព្រំដែនសមុទ្រប៉ុន្តែភាគីកម្ពុជាមិនត្រូវលើកយកប្រធានបទនៃការបែងចែកធនធានក្រោមបាតសមុទ្រមកពិភាក្សាជាមួយនឹងថៃនៅក្នុងយុត្តាធិការនៃអនុសញ្ញា UNCLOS ឡើយដោយលោកបានបញ្ជាក់បន្ថែមទៀតថាប្រទេសថៃនៅតែចង់បានការចរចាទ្វេភាគីដោយផ្ទាល់ជាមួយនឹងភាគីកម្ពុជាដើម្បីធ្វើការពិភាក្សាទៅលើការបែងចែកផលប្រយោជន៍និងធនធានថាមពលប្រេងកាតក្រោមបាតសមុទ្រដែលកំពុងតែមានបញ្ហាដែនសមុទ្រនៅត្រង់ចំណុចត្រួតស៊ីគ្នានេះការលើកឡើងនេះបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់អំពីបំណងរបស់ថៃនៅក្នុងការបំបែកប្រធានបទព្រំដែននិងប្រធានបទធនធានធម្មជាតិចេញពីគ្នាដើម្បីងាយស្រួលនៅក្នុងការទាញយកផលប្រយោជន៍ដោយការគំរាមកំហែងទៅថ្ងៃក្រោយជំហរប្រឆាំងនឹងការចង់បានខុសៗគ្នានេះបានស្ដែងឲ្យឃើញយ៉ាងច្បាស់អំពីយុទ្ធសាស្ត្រនៃការដោះស្រាយវិវាទរបស់ប្រទេសទាំងពីរខណៈដែលកម្ពុជាប្រកាន់យកយន្តការច្បាប់អន្តរជាតិស្មើមុខស្មើមាត់ដើម្បីដោះស្រាយទាំងខ្សែបន្ទាត់ព្រំដែននិងការបែងចែកធនធានឲ្យមានតម្លាភាពហើយភាគីថៃនៅវិញបែរជាព្យាយាមបំបែកប្រធានបទនេះចេញជាពីរផ្សេងគ្នាការដែលថៃទទូចសុំចរចារឿងធនធានប៉ុន្តែបដិសេធមិនយកប្រធានបទនេះយកទៅជជែកនៅក្នុងយន្តការ UNCLOS ព្រមទាំងការអះអាងថាអនុសាសន៍របស់ PCA គ្មានឥទ្ធិពលចាប់បង្ខំគឺជាការឆ្លុះបញ្ចាំងអំពីការប្រុងប្រយ័ត្ននិងការព្រួយបារម្ភរបស់ថៃចំពោះការបាត់បង់ប្រៀបផ្នែកនយោបាយនិងសេដ្ឋកិច្ចហើយការចរចាទ្វេភាគីដែលថៃតែងតែចង់បានគឺអាចផ្ដល់ផលចំណេញដល់ថៃច្រើនជាងដោយសារតែទំហំសេដ្ឋកិច្ចនិងអំណាចចរចារបស់ពួកគេផ្ទុយពីយន្តការអន្តរជាតិដែលផ្ដល់ភាពស្មើគ្នាទៅដល់កម្ពុជាការប៉ះទង្គិចគ្នាតាមផ្លូវច្បាប់និងការទូតពេលនេះកំពុងតែប្រែកម្ដៅនយោបាយដ៏ក្តៅគគុកនិងប្រធានបទដែលសហគមន៍អន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុតជាការវិភាគលម្អិតទៅលើទស្សនវិជ្ជាច្បាប់និងនយោបាយអន្តរជាតិការសម្ដែងជំហររបស់រដ្ឋមន្ត្រីជាន់ខ្ពស់ថៃពីររូបនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីយុទ្ធសាស្ត្ររុញទូកបណ្ដោយទឹកនិងការការពារផលប្រយោជន៍ដល់ឯកតោភាគីរបស់ថៃការដែលថៃបដិសេធមិនទទួលយកការបែងចែកធនធានក្រោមបាតសមុទ្រនៅក្នុងយន្តការ UNCLOS ហើយរុញឲ្យទៅធ្វើតាមការចរចាទ្វេភាគីវិញគឺជាល្បិចកលដើម្បីទាញយកប្រៀបទៅលើកម្ពុជាតាមរយៈទំហំសេដ្ឋកិច្ចនិងកម្លាំងចរចារបស់ខ្លួនគឺកម្លាំងយោធានោះឯងទន្ទឹមនឹងនេះការប្រញាប់ប្រញាល់ចេញមកបន្ទច់បង្អាក់តម្លៃកិត្តិយសនៃគណៈកម្មការផ្សះផ្សាអន្តរជាតិ PCA ដោយអះអាងថាគ្រាន់តែជាអនុសាសន៍នោះបានសម្ដែងឲ្យឃើញអំពីក្តីបារម្ភនិងភាពទាល់ច្រករបស់ថៃចំពោះមុខភ័ស្តុតាងនិងច្បាប់សមុទ្រអន្តរជាតិដែលកម្ពុជាកំពុងតែប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពទោះជាថៃព្យាយាមបន្ថយទម្ងន់នៃយន្តការអន្តរជាតិនោះក៏ដោយក៏ប៉ុន្តែការជំរុញក្តីរបស់កម្ពុជានៅតុលាការឡាអេគឺជាជំហានយុទ្ធសាស្ត្រដ៏ត្រឹមត្រូវនៅក្នុងការដាក់សម្ពាធអន្តរជាតិឲ្យថៃត្រូវតែចូលរួមដោះស្រាយវិវាទដោយស្មោះត្រង់និងមិនអាចគេចវេះពីការទទួលខុសត្រូវតាមច្បាប់អន្តរជាតិបាននោះឡើយតើបងប្អូនយល់យ៉ាងណាដែរសូម comment នៅក្រោមវីដេអូម្នាក់មួយអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់យើងនឹងបន្តជួបគ្នានៅព្រឹត្តិការណ៍ព័ត៌មានបន្តបន្ទាប់ក្នុងវីដេអូក្រោយគ្រាន់តែចុច Subscribe លើ Channel នេះម្នាក់មួយជាការស្រេចសូមជម្រាបលា